ពេលបិទខ្លួនឯងពេលបើកបបួលចរចាដើម្បីកុំឲ្យបាក់មុខដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសក្តិថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងការបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងខ្ញុំជាមួយនឹងរវាងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនតែហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីថាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69